ឯកឧត្តមនេតភក្ត្រាបានលើកឡើងថាការវាស់វែងនិងផ្ដល់បានកម្មសិទ្ធិដីធ្លីគឺជាការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់សុវត្ថិភាពទាំងផ្លូវចិត្តនិងផ្លូវច្បាប់ជូនប្រជាពលរដ្ឋក្នុងឱកាសអញ្ជើញជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដីចំនួន3820ក្បាលដីស្មើនឹង2340គ្រួសារស្ថិតនៅឃុំពងរោស្រុកឆ្លងខេត្តក្រចេះនៅព្រឹកថ្ងៃទី27ខែមេសាឆ្នាំ2026ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺជាការចុះបញ្ជីដីធ្លីដែលកើតចេញពីគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលដោយបានធ្វើកំណែទម្រង់លើវិស័យដីធ្លីជូនពលរដ្ឋនិងបានដាក់ចេញនូវយុទ្ធនាការវាស់វែងដីធ្លីក្នុងគោលបំណងកាន់កាប់ដីធ្លីច្បាស់លាស់មានសុវត្ថិភាពនិងមានមូលដ្ឋានច្បាប់រឹងមាំនិងដើម្បីធានាដល់ចរន្តការងារឯកសារការគ្រប់គ្រងបច្ចុប្បន្នភាពព័ត៌មានដីធ្លីនិងការការពារប្រយោជន៍របស់ប្រជាពលរដ្ឋឯកឧត្តមនេតភក្ត្រាបន្ថែមថាការវាស់វែងនិងផ្ដល់បានសម្គាល់ម្ចាស់អចលនវត្ថុនេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់សុវត្ថិភាពទាំងផ្លូវចិត្តនិងផ្លូវច្បាប់ជូនប្រជាពលរដ្ឋលើការកាន់កាប់ដីធ្លីនិងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជាឯកឧត្តមបន្តថាបានកម្មសិទ្ធិនេះក៏បានធ្វើឲ្យលុបបំបាត់ទំនាស់ព្រំដីធ្វើឲ្យការគ្រប់គ្រងដីធ្លីមានភាពច្បាស់លាស់បញ្ចប់ទំនាស់និងអនុញ្ញាតឲ្យមានការកសាងផែនការអភិវឌ្ឍមានភូមិឃុំស្រុកក្រុងខេត្តមានភាពងាយស្រួលប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងបន្តថាប្រជាពលរដ្ឋពិតជាសប្បាយរីករាយដែលទទួលបានកម្មសិទ្ធិលើដីធ្លីរបស់ខ្លួនកាន់កាប់និងប្រើប្រាស់ឯកឧត្តមនេតភក្ត្រាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះក៏បានផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះត្រូវថែរក្សាឲ្យបានល្អប្រើប្រាស់ឲ្យមានប្រសិទ្ធភាពនិងគោរពតាមច្បាប់ដើម្បីធានាថាកម្មសិទ្ធិដីធ្លីមានសុវត្ថិភាពនិងចីរភាព